អូនសពរជនបាទទាំងក្នុងស្រុកទាំងក្រៅស្រុកមូលនិធិផ្នែកជួយផ្នែកនឹងគេក្រសនរួមមានខ្ញុំបានមានពើនិងបងស្រីទំរត់ថ្ងៃនេះដែរយើងក្នុងក្រុមការងារបានដឹកនាំនៅជំនួយបាទសពរស្ធរពីលោកជេលីមនិងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកបាទព្រមទាំងលោកស្រីវ័យវិជ្ជការនិងស្វាមីព្រមទាំងក្រុមគ្រួសារបាទលោករីនួននិងភរិយាលោកស្រីសំវណ្ណថាបាទនិងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកដែលបានរួមជាបាទថាវិការដ៏សប្បុរសធម៌ចែកជូនទៅដល់ក្មួយជាតំពាំងស្នងឫស្សីនៅសាលាបឋមសិក្សាតំពាំងផ្ចឹកនៅភូមិរបៀបភូមិបាទភូមិរវៀងជើងឃុំរបៀបស្រុករវៀងខេត្តព្រះវិហារបាទដែលយើងក្នុងក្រុមការងារបានរៀបចំបាទមានជាកតាបសម្រាប់សិស្សក្មួយសិស្សសាលាពីថ្នាក់ទី6ដល់ថ្នាក់មត្តេយ្យបាទចានេះបាទស្អាតហើយបាទហើយបន្តមកទៀតឈុតក្រោយគឺយើងមានជាសភៅបាទជូនទៅដល់គាត់មានកតាបមានសភៅបាទព្រមទាំងមាននំនិងភេសជ្ជៈជូនដល់គាត់បាទហើយសម្រាប់លោកគ្រូអ្នកគ្រូយើងមានជាសភៅអនុស្សាវរីយ៍នេះព្រមទាំងថវិកាផងដែរបាទក៏សូមថ្លែងអំណរគុណទៅដល់បាទលោកជេមព្រមទាំងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកដែលបានផ្ដល់ថវិកាចំនួន$675សម្រាប់រៀបចំជាបាទកតាបក៏ដូចជាសម្ភារៈសិក្សាទាំងអស់នេះឧបត្ថម្ភទៅដល់ក្មួយសិស្សសាលាទាំងចឹកផងដែរចំនួន$675អរគុណទៅដល់បាទលោករីនួនព្រមភរិយាលោកសំវណ្ណថានិងក្រុមគ្រួសារនៅសហរដ្ឋអាមេរិកដែលបានឧបត្ថម្ភចូលរួមនៅក្នុងឱកាសសប្បុរសធម៌ថ្ងៃនេះចំនួន$100អរគុណទៅដល់បាទលោកស្រីវិជ្ជការនិងស្វាមីព្រមទាំងក្រុមគ្រួសារ15ដែរបន្តិចទៀតសូមចូលរួមជាមួយយើងខ្ញុំចែកជូនទៅដល់ក្មួយក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាផងដែរបាទសូមគុណបាទคุยនេះណាคุยនេះคุยណាមកคุยបែបទៅអ្នកគ្រូคุยទៅបែបរកព្រះអង្គបានកតាបសភៅបេចម៉ៅដៃដៃខួងបាទបតតជាប់លោបព្រមទាំងនំនិងភេសជ្ជៈលេខលើដៃផ្ទះព្រះអង្គហ្នឹងទៅណាលើដៃផ្ទះព្រះអង្គវាមើលទៅណអរគុណបាទទទួលបានហើយចូលអង្គុយកន្លែងវិញណាក់ទី1គេកតាបគេស្អាតណាអត់សុំមើលកតាបតិចមើលស្រឡាញ់អត់កតាបស្រឡាញ់អត់ណែអូមានតុក្កតាមានអីទៀតណែអរគុណអរគុណខំរៀនខំសូត្រអ្នកគ្រូលោកគ្រូខាងវិទ្យាណាគាត់មាននៅឆ្ងាយយើងដើម្បីគាត់មកព្រៀងចឹកនេះដើម្បីមកបរៀនកូនគ្រប់គ្នាបាទកូនត្រូវខំរៀនអត់ដាច់ផ្ទះរៀនអោនមិនអាចារ្យណារៀនអោនតិចអញ្ញការវាឲ្យបានរបស់ហើយយើងទៅអរគុណណាទៅកន្លែងមានអ្នកគ្រូលោកគ្រូផងមានគ្រប់យ៉ាងផងនៅក្នុងមកវាលោកគ្រូមួយបាទតនេះមកតនេះដៃគេមើលអូខេដៃគេមើលមកនេះបាយបំរែសិនមកកន្លែងអ្នកគ្រូកន្លែងយកទៅឲ្យណោអាម៉ាផងណាកន្លែងនេះបាយបំរែបាយបំរែបាទគោលអ្នកគ្រូណាខំរៀនអត់ដល់ងាយឲ្យគេមកដែរចាតាំងពី5មកហើយអ្នកគ្រូតែមិនដែរគ្រូដូនទីស្រឡាញ់អានេះបាទបែបមកណែអស់មួយឲ្យមានមកស្រីទេប្រុសតែងស្រីណាខំរៀនចូលខំរៀន
ខ្ញុំក្រុមការងារបាទសូមគោរពអញ្ជើញទៅដល់ពុកម៉ែបងប្អូនជាសប្បុរសជនបាទលោកជេលីនិងក្រុមគ្រួសារបាទលោករីនួនលោកស្រីសំវត្ថាព្រមទាំងអ្នកបាទព្រមទាំងក្រុមគ្រួសារក៏ដូចជាលោកស្រីវេជ្ជការស្វាមីបាទព្រមទាំងក្រុមគ្រួសារចូលរួមបាទបន្ទាប់ពីយើងចែកជូនទៅដល់បាទសិស្សានុសិស្សរួចយើងជូនកាដូជូនទៅដល់លោកគ្រូអ្នកគ្រូបាទគ្រូអ្នកគ្រូសូមអញ្ជើញនាយកបានសភើអនុស្សាវរីយ៍មួយថាវិការ50000សម្រាប់តាមជួយបានដឹកនាំនៅតេជៀនរបស់លោកស្រីមុំចានៅខាងបរិយគាត់បានខំជាខោអាវជូនទៅដល់បងប្អូនយាយតាដែលគាត់ក្រខ្សត់ចាហើយមួយចំណែកទៀតគឺបានមកពីលោករីនួននិងលោកស្រីសំវណ្ថានៅសហរដ្ឋអាមេរិកគាត់ចែកជាថវិកាចំនួនទៅដល់ខ្មែរយាយតាដែលស្រីក្រចំនួន1គ្រួសារ10000ដែរចាសូមក្រុមអញ្ជើញបងស្រីមុំព្រមទាំងបងរីនួននិងលោកស្រីសំវណ្ថាចាសូមជើញចែកគ្នាខ្ញុំចាបាទអរគុណបាទអរគុណលោកពូបាទអរគុណអ្នកម្ដាយអរគុណផងយាយអរគុណបានសម្លៀកបំពាក់ពីខាងសប្បុរសជននៅបុរីតាមរយៈលោកស្រីមុំបាទសម្លៀកបំពាក់មួយបាទមួយកញ្ចប់ព្រមទាំងថវិកាសប្បុរសជនលោករីនួនបាទនៅក្រុមគ្រួសារនៅសហរដ្ឋអាមេរិកផងដែរឧបត្ថម្ភជូនក្នុងម្នាក់ទទួលបាន10000រៀលបាទអរគុណ